Bàជំរាបសួរដល់បងប្អូនសិស្សានុសិស្សទាំងអស់ជាបេក្ខជនដែលត្រៀមប្រឡងសញ្ញាបត្រនៅពេលខាងមុខសម័យប្រឡងថ្ងៃទី10ខែសីហាឆ្នាំ2026បាទវីដេអូនេះគឺជាវីដេអូថ្មីហើយសម្រាប់លោកគ្រូក្នុង Channel YouTube Simsin Biology បាទដោយសារលោកគ្រូមិនបានចេញវីដេអូក៏ដោយថាមូលហេតុថានៅលើ Channel ហ្នឹងគឺវាមានវីដេអូជាច្រើនទាំងមេរៀនទាំងសំណួរទាំងលំហាត់ក៏ដូចជាគំនិតអប់រំផ្សេងៗនៅក្នុងនឹងច្រើនចឹងហើយលោកគ្រូមិនដែលបានដាក់វីដេអូនៅលើ YouTube ទេភាគច្រើនលោកគ្រូដាក់វីដេអូនៅលើ page ចឹងណានៅលើ account នៅលើ page Facebook វិញដូចដែលបងប្អូនបានឃើញចឹងទាំង channel ទាំង page channel YouTube channel Telegram ឬក៏ page Facebook អីហ្នឹងគឺលោកគ្រូប្រើឈ្មោះតែមួយទេ TikTok អីហ្នឹងគឺ Sunsin Biology គឺតែមួយទេអញ្ចឹងថ្ងៃនេះលោកគ្រូចេញវីដេអូដាក់នៅក្នុងបណ្ដាញសង្គម YouTube ក៏ដូចជា TikTok នេះឬក៏ Facebook គឺតាក់ទងទៅនឹងការប្រឡងសញ្ញាបត្ររបស់យើងនៅពេលខាងមុខនេះដោយជារៀងរាល់ឆ្នាំគឺលោកគ្រូតែងតែផលិតនៅសំណួរជ្រើសរើសបាទសំណួរជ្រើសរើសសម្រាប់បងប្អូនដែលត្រូវត្រៀមប្រឡងហើយការជ្រើសរើសសំណួរហ្នឹងគឺក៏លោកគ្រូធ្លាប់និយាយប្រាប់ដែរថាពេលខ្លះយើងរើសសំណួរត្រូវពេលខ្លះក៏រើសសំណួរខុសពីមុនគឺលោកគ្រូអាសាផលិតបាទវីដេអូណាដាក់នៅលើបណ្ដាញសង្គម YouTube បងប្អូនចូលចិត្តនឹងតាមដានហើយអរគុណច្រើនមែនទែនសម្រាប់ការចូលចិត្តវីដេអូរបស់លោកគ្រូហើយបងប្អូនដែលបាន comment សូមឲ្យលោកគ្រូចេញសម្រាំងសំណួរហ្នឹងបញ្ជាក់បងប្អូនដែរលោកគ្រូមានសម្រាំងសំណួរ2ប្រភេទគឺសម្រាំងសំណួរ60សំណួរឥឡូវនេះគឺលោកគ្រូបានរៀបចំរួចហើយនៅលើកុំព្យូទ័រហ្នឹងគ្រាន់តែមិនទាន់បានដាក់នៅក្នុង YouTube ទេប៉ុន្តែនៅលើ Facebook គឺលោកគ្រូបានបង្ហោះហើយនៅលើ Telegram Channel រៀនជីវវិទ្យាអនឡាញហ្នឹងក៏លោកគ្រូបានដាក់ហើយដែរអញ្ចឹងបងប្អូនក៏អាចចូលទៅទាញយកវីដេអូហ្នឹងយកឯកសារហ្នឹងបានអញ្ចឹងណាហើយលោកគ្រូនឹងភ្ជាប់តកតងទៅនឹងសំណួរហ្នឹងច្បោលខ្លះថាវាអាចចេញសំណួរណាអាចចេញសំណួរណាហ្នឹងក្នុង60សំណួរអញ្ចឹងណាបងហើយមកវិញទៀតក៏លោកគ្រូមានសំណួរមួយបែបទៀតគឺមាន29សំណួរបាទដែលជ្រើសរើសដែរសម្រាប់ត្រៀមប្រឡងអញ្ចឹងអា60រឿងទូលាយតិចទៅអា29នេះគឺយើងជ្រើសរើសវាជាពិសេសបាទសម្រាប់ការរៀនត្រៀមប្រឡងសញ្ញាបត្ររបស់យើងហើយសួរថាហេតុអីទើបលោកគ្រូមិនចេញសំណួរត្រៀមទាំងអស់ហ្នឹងតាំងពីមុនមកតាំងពីរយៈពេល1ខែឬក៏2ខែមុនអញ្ចឹងណាដោយសារតែកាលណាលោកគ្រូធ្វើឆាប់ចេញសំណួរទាំងអស់ហ្នឹងបងប្អូនអាចបដោតអារម្មណ៍តែទៅលើសំណួរហ្នឹងទេអញ្ចឹងណាបងប្អូនអត់យកចិត្តទុកដាក់ទៅលើមេរៀនទេអាហ្នឹងលោកគ្រូគិតអញ្ចឹងហើយទើបលោកគ្រូចង់ឲ្យបងប្អូនរៀនដោយខ្លួនឯងឲ្យបានច្រើនអញ្ចឹងណាមើលដោយខ្លួនឯងអានដោយខ្លួនឯងឲ្យបានច្រើនទើបជាការប្រសើរព្រោះពេលខ្លះសំណួរដែលគ្រូជ្រើសរើសមិនប្រកាសថាត្រូវទេណាបងបាទហើយក៏វាមិនប្រកាសថាមិនមានចេញនៅក្នុងនឹងដែរយ៉ាងណាមិញជារៀងរាល់ឆ្នាំគឺមានជានិច្ចនៅក្នុងសំណួរនៃការជ្រើសរើសហ្នឹងគឺតែងតែមានរហូតមកបាទហើយការជ្រើសនេះគឺបដោតតែលោកគ្រូបដោតទៅលើសំណួរធំដែលមានរបាយពិន្ទុខ្ពស់បាទសំណួររបាយពិន្ទុទាបហ្នឹងគឺវាតិចអញ្ចឹងលោកគ្រូក៏មិនពិបាកជ្រើសរើសដែរសំណួរថាដូចម្ដេចដែលហៅថានេះអ្វីគឺជាណាបាទអាហ្នឹងគឺលោកគ្រូអត់ទៅទេហ្នឹងចូលចិត្តថាសំណួរបែបថាបកស្រាយពន្យល់អ្វីខ្លះមានកត្តាអ្វីខ្លះអញ្ចឹងណាអាហ្នឹងលោកគ្រូលើកយកមកបង្ហាញយកមកចែកម្លែកឲ្យបងប្អូនទាំងអស់គ្នាអញ្ចឹងឥឡូវលោកគ្រូនឹងបង្ហាញបងប្អូននៅលើ60សំណួរនៅលើកុំព្យូទ័រហើយលោកគ្រូនឹងដាក់ link channel Telegram ដើម្បីបងប្អូនjoin ហើយចូលទៅយក file សំណួរហ្នឹងយកទៅរៀនទាំងអស់គ្នាឥឡូវយើងទៅមើលនៅលើ PC របស់លោកគ្រូបាទឥឡូវយើងមកដល់នៅលើ PC ហើយនេះបាទនេះគឺជា file PDF បាទណាអញ្ចឹងសំណួរនេះបាទយើងមាននិយាយពី fossil ហើយនឹងកំណត់ fossil តាមរបៀបអ្វីខ្លះបាទណាសំណួររបស់យើងណាហើយនេះគឺរបៀបបង្កើតសត្វស្រុកអាហ្នឹងទៅលើ60សំណួរណាបាទនេះ60បាទនេះ60សំណួរជ្រើសរើសណាបាទហើយបន្ទាប់មកទៀតសំណួរបម្រែបម្រួលបាទទស្សនៈរបស់ឡាម៉ាឃើញទេបាទហ្នឹង
ផលប្រយោជន៍របស់វិស្វកម្មសេនតិចអាហ្នឹងក៏អាចចេញដែរបងណាបាទអញ្ចឹងសូមបញ្ជាក់អញ្ចឹងបាទឥឡូវលោកគ្រូទៅបើកយកជា Word វិញបាទស្រួលបង្ហាញបាទបាទនេះបង្ហាញនៅលើ Word បាទនៅលើ Word ណាបាទឥឡូវយើងមើលបន្តនេះនេះវិស្វកម្មសេនតិចផ្ដល់ផលប្រយោជន៍ខ្លះដល់មនុស្សបាទអញ្ចឹងអាហ្នឹងក៏ជាសំណួរល្អដែរវាអាចបញ្ចេញឡើងវិញផលអាក្រក់ហ្នឹងណាបងផលល្អផលអាក្រក់វិស្វកម្មសេនតិចហ្នឹងបាទនិយមន័យអង់ទីប៊ីយោទិកអាំងតែផេរ៉ូនអាំងតែលើគីនអង់ទីប៊ីយោទិកនេះយើងធ្លាប់ចេញហើយអញ្ចឹងវាអាចចេញម្ដងទៀតក៏បានដែរបាទហើយឧទាហរណ៍ពេលនីសេលីននេះណាអង់ទីប៊ីយោទិកបងឧទាហរណ៍ផងនេះយើងចេញបងឃើញអានេះតាមពិតសម្រាំងសំណួរនេះតាំងឆ្នាំ2022 23ដែលលោកជ្រើសដែលលោកកែសម្រួលឡើងវិញខ្លះនេះយើងចេញឆ្នាំ2025នេះឃើញទេបាទបងណាដែលបានរៀនសំណួរហ្នឹងគឺសិតតែត្រូវហើយចាំទៅអានេះយើងនៅមានឱកាសក្នុងការចេញដែរប៉ុន្តែសំណួរហ្នឹងណាអញ្ចឹងបងត្រូវយកចិត្តទុកដាក់ដែរនេតិអង់ស៊ីមអានប៉ូលីមេរ៉ាសឬក៏ឲ្យយើងនេះពណ៌នាឬក៏បកស្រាយវិចលនការចម្លងក្រមឬក៏ចម្លងព័ត៌មានសេនតិចក៏បានសំយោគម៉ូលេគុល NM ក៏បានដែរគឺចម្លើយតែមួយទេទាំងអស់ហ្នឹងណាបាទចម្លើយគឺស្មើនឹង3ត្រេនេះបាទ3ត្រេតនៅបងបាទឡើងហ្នឹងហើយកន្លែងនេះអត់អីទេអានេះវាដូចតែគ្នាទេនៅខាងលើហ្នឹងបាទនេះរីបូសូមជាអ្វីហើយមានឯកតាយខ្លះបាទអឺហេតុអ្វីពេលសំយោគប្រូតេអ៊ីនចាំបាច់ត្រូវមានអានតេហ្នឹងក៏ភាគរយនៅតែមានការចេញដែរព្រោះណានេះចម្លើយរបស់វាមាន2ចំណុចនឹងឯងនេតិសំណួរនេះអត់ទាន់បានចេញប្រឡងទេតែយើងនេះយើងចេញតែ AN តេទេអញ្ចឹងបងប្អូនយកចិត្តទុកដាក់ដែរទៅបាទស្គាល់វាតិចតិចទៅណាសែនកំណត់ពណ៌ខ្មៅរបស់ផ្សៃភ្នែកមានតែនៅក្នុងកោសិកាផ្សៃភ្នែកឬអញ្ចឹងចម្លើយវាមិនមែនទេនេះមិនមែនមានតែក្នុងផ្សៃភ្នែកទេដោយសារកោសិកាទាំងអស់សារពាង្គកាយយើងសុទ្ធតែមានកំណើតពីស៊ីកូតតែមួយដែលស៊ីកូតហ្នឹងវាបានចែកខ្លួនតាមមីតូសទៅបាទអញ្ចឹងហើយមីតូសវាមាននទីធានារ៉ាប់រងការរក្សាព័ត៌មានសេនតិចកំណើនចំនួនកោសិកាអញ្ចឹងសែនកំណត់ពណ៌ខ្មៅរបស់ប្រស្រីភ្នែកនៅកោសិកាណាក៏មានដែរណាបងណាបាទគ្រាន់តែវាអត់ធ្វើសកម្មភាពទេមានតែនៅក្នុងកោសិកាផ្សេងផ្នែកទេដែលសែននឹងអាចសំយោគពណ៌ខ្មៅបានហេតុអ្វីណូយទីត4ប្រភេទបាទសំណួរនេះមួយទៅបាទយើងណូតទុកដែរអញ្ចឹងណាបាទនេះក៏ចឹងដែរយើងណូតទុកដែរអានេះក៏ចឹងដែរបាទស្វែងឡើងទ្វេនេះក៏ទៅយ៉ាងម៉េចណាបងបកស្រាយចលនាការស្វែងឡើងទ្វេហ្នឹងបាទនេះចម្លើយរបស់វាណាបាទហេតុអ្វីបានវាទៅតាមរបៀបពាក្យអសតុកអានេះតាំងពីចំនួនលោកគ្រូណាបាទហើយនេះក្រោយស្វែងឡើងទ្វេបាទចេះអាហ្នឹងក៏ចេះឲ្យលើដែរបងណាបាទនេះនៅមានឱកាសចេញសំណួរហ្នឹងណានេះចម្លើយរបស់វាគេហៅឈ្មោះស៊ីម៉ាត្រឹមត្រូវផ្អែកលើកតាអ្វីខ្លះបាទឃើញទេសីតុណ្ហភាពលើសពី45អានេះយើងចេញដែរអ្នកសិស្សធ្លាប់ចេញហើយបាទបងមើលមកកាតាលីករបញ្ច្រាស់ទៅវិញទៅមកអង់ស៊ីមនេះបាទហេតុអ្វីអង់ស៊ីមជាប្រូតេអ៊ីនយថាប្រភេទចម្លើយខ្លីបាទនេះអាចយោងបន្ទុក5 6អញ្ចឹងទៅទម្រង់ទី3ធ្លាប់ចេញម្ដងដែរណាបាទប្រូតេអ៊ីនសរសៃប្រូតេអ៊ីនគ្រាប់បាទបងមើលតាមនឹងមកណា prosthetic នេះគឺក៏ជាសំណួរមួយដែលលោកគ្រូគិតថាអាចចេញប្រឡងដែរបាទក្រុម prosthetic ជាអ្វីហើយឲ្យឧទាហរណ៍បងឧទាហរណ៍របស់វាណា phosphor protein ទុក phosphate ឯហ្នឹងរហូតមកបាទនេះអាស៊ីតខ្លាំងបាសខ្លាំងវាចម្លើយវាដូចតែស្ថានភាពលើសពី50លើសពី45មិញ50បាទកន្លែងណានេះ45ណា45អង្សាសេនេះបាទនេះ45អង្សាសេនេះអានេះរូដាក់45អង្សាសេចាបាទយើងមើលមកទៀតមកសំណេរយើងចេញឆ្នាំទៅក៏ច្រើនដែរអីបាទប៉ុន្តែក៏នៅមានឱកាសដែរនេះដូចសំណួរនេះអានេះផ្សំពីធាតុបង្កឡើងពីអ្វីខ្លះអានេះធាតុគីមីបងណាអាហ្នឹងណាបាទហើយរូបមន្តទូទៅអីបងមើលវាផងមកណាបាទនេះអានេះក៏នៅតែជាសំណួរដែលយើងអាចគិតថាចេញដែរអានេះក៏ចឹងដែរចឹងណាបាទសំណួរក្នុងរាស៊ីនេបាទអានេះក៏ចឹងដែរអានេះចេញប្រហែលដងដែរហើយបាទសិតតែសំណួរល្អបងណាសរុបទៅនេះរូបមន្តទូទៅបាទរូបមន្តទូទៅ derivative បាទយើងមើលមកសំណួរល្អៗទាំងអស់ណាដែលលោកជ្រើសរើសណាអានេះអរម៉ូនលូតលាស់នេះបងអត់មានពលផ្ដាច់ទៅលើកុមារអាហ្នឹងអរម៉ូនទាំង6របស់ EPOP គឺមានមួយហ្នឹងដែលគិតថាគេអាចសួរព្រោះវាតកតងទៅនឹងការលូតលាស់របស់កុមារបាទអានេះលំពេងចាលំពេងជាកពេញអង់ដូគ្រីននិងអេកសូគ្រីនណាបាទ
ផ្នែកឲ្យមើលឃើញ directory សំណួរនេះមិនទាន់ចេញទេបាទ stop code it មាននីតិនិងលក្ខណៈដូចមួយដិចបាទឃើញទេនៅមានច្រើនប៉ុណ្ណេះឥឡូវយើងបន្តមកទៀតអានេះក៏អាចចេញម្ដងទៀតដែរព្រោះវាចេញឆ្នាំ2018ម្ដងហើយបាទអញ្ចឹងយើងប្រយ័ត្នប្រយែងអ្នកនរគ្នាទៅបាទមានទៀតទេបាទពេលផ្ដាសាយយើងបាក់ដឹងរសជាតិអាហារបាទនេះឃើញទេ synapse ហើយដំណើរសកម្មភាពអង្គភ្លើងប្រសាទឆ្លងកាត់ synapse បាទបងមើលអស់មកបាទនេះខាត់តឹងស្លឹកឯងធ្លាប់ចេញហើយកម្មករកំណត់ទ្វេដូចនេះថាកម្មករកំណត់ទ្វេចូលបញ្ជាក់ឃើញទេបាទអាហ្នឹងចូលបញ្ជាក់ឬក៏ថាវាប្រព្រឹត្តទៅដូចមួយដិចហ្នឹងណាបាទយើងបញ្ជាក់ប្រាប់គេនឹងឯងស្វ័យណាមល្អនេះរួមមិនបញ្ជាក់ក៏យើងចេះដែរនេះហ៎បាទអានេះក៏ចឹងដែរក្រុមបងជាកំណាច់ឈ្មោះដែរទីអាហ្នឹងក៏អាចចេញម្ដងទៀតដែរកាត់ចិត្តកាត់ឆ្ងាយឆ្នាំនេះរួមមានភាគរយនៃការចេញខ្ពស់ឬគិតណាបាទដឹងតែចេញប្រៀបធៀបហ្នឹងអារិនប្រូតអ៊ីនទៅចេញឆ្នាំទៅបងឃើញវាចេញហើយបាទនេះក៏ចឹងដែរនេះបាទ monotheliodone អាចចេញទៀតនេះ exocrine autocrine សំណួរប្រៀបធៀបចុងក្រោយបងបាទអញ្ចឹងបងប្អូនអាចនេះហើយនេះគឺ channel Telegram គ្រប់ Telegram ជីវវិទ្យាអនឡាញចឹងបងប្អូនអាចចូលមកតាមនឹងបានហើយនេះ QR code Telegram private របស់លោកគ្រូបងអាចឆាតមកតាមនេះក៏បានអានេះក៏បានបងឆាតសួរហាត់សួរមេរៀនអញ្ចឹងណាបាទតែប៉ុណ្្នឹងទេបាទអរគុណច្រើនសម្រាប់ការចូលតាមដាន